ស្វាមីតែរិយាបថរបស់ខ្ញុំទើបតែសម្រុំឥឡូវនេះទេការងារនោះក្នុងការបញ្ជូនមនុស្សចេញតើការងាររបស់ខ្ញុំស្អាតទេទេខ្ញុំគិតថាអ្នកគ្រាន់តែងប់ងល់នឹងលុយអ្នកដឹងទេថាខ្ញុំបានទៅនាយកដ្ឋានរចនាផ្ទៃខាងក្នុងថ្ងៃនេះតើអ្នកឃើញទេថាអ្នកបានប្លន់យកមាសនិងប្រាក់ប៉ុន្មានរាប់ម៉ឺនតោប្តីឲ្យសូមប្រយ័ត្នពាក្យសម្ដីផងទាំងនោះសុទ្ធតែជាកម្មសិទ្ធិឯកជនរបស់ខ្ញុំថ្លៃបណ្ណាការរបស់ខ្ញុំទាំងអស់មានរង្វាន់ពីស្ត្រីចំណាស់និងម្ដាយក្មេករបស់នាងផងដែរស្អាតគុំឲ្យវាបាត់ទៅតើអ្នកជាសត្វកណ្ដុរដែលបានចាប់កំណើតឡើងវិញមែនទេពួកគេចូលចិត្តផ្លាស់ទីអ្វីគ្រប់យ៉ាងចូលទៅក្នុងរូងភ្នំខ្ញុំទើបតែទិញសម្លៀកបំពាក់ថ្មីសម្រាប់គ្រប់រដូវកាលទាំង4ឥឡូវនេះគ្មានសូម្បីតែទូសម្រាប់ដាក់វាចូលទេស្វាមីឲ្យសូមឲ្យលោកបានសុខដើម្បីឲ្យអ្នកមានកន្លែងទុកសម្លៀកបំពាក់របស់អ្នកសម្រាប់គ្រប់រដូវកាលទាំង4ខ្ញុំនឹងផ្លាស់ចេញនៅថ្ងៃស្អែកខ្ញុំពិតជាមិនបង្កបញ្ហាអ្វីដល់អ្នកឡើយតើត្រូវផ្លាស់ទៅណាដើម្បីឲ្យអ្នកមានកន្លែងទុកសម្លៀកបំពាក់របស់អ្នកសម្រាប់គ្រប់រដូវកាលទាំង4ខ្ញុំនឹងផ្លាស់ចេញនៅថ្ងៃស្អែកខ្ញុំពិតជាមិនបង្កបញ្ហាអ្វីដល់អ្នកឡើយតើត្រូវផ្លាស់ទៅណាគ្រាន់តែឧបករណ៍បញ្ជាពីចម្ងាយណាមួយថ្ងៃនេះអ្នកមិនបានធ្វើពុតជាខ្លាំងនៅក្នុង lobby ទេចុះបើអ្នកមិនចង់បានខ្ញុំវិញខ្ញុំនឹងហោះហើរទៅឆ្ងាយកុំឲ្យអូសជើងអ្នកឲ្យសោះនោះហើយជារបៀបដែលបរិយាកាសត្រូវបានបង្កើតឡើងមែនទេខ្ញុំមើលឃើញអ្នកដូចជាសត្វកណ្ដុរដីសូម្បីតែអូសគំនរខ្សែដៃមាសនិងប្រាក់នោះក៏ពួកគេមិនអាចហើរបានឆ្ងាយដែរស្រមុកតើបុរសដែលរើសអើងនេះឈឺទេងាយនឹងបាត់បង់កំហឹងចាំបន្តិចសិនតើសំឡេងបែបចំអករបស់គាត់ឥឡូវនេះអាចជាគាត់ប្រហែលជាច្រណែនដែលខ្ញុំមានជាងគាត់មែនហើយវាត្រូវតែដូច្នោះមែនហាមីងវិលដឹងថាបងប្រុសគាត់ត្រូវតែទទួលបានពរពីស្ថានសួគ៌និងផែនដីពួកគេបានវិលត្រឡប់មកវិញហើយបន្ទាប់ពីទទួលបានជ័យជំនះដ៏អស្ចារ្យមីងគាត់ហៅខ្ញុំថាបងប្រុសហេម្ដងមួយគ្រាន់តែដូច្នោះខ្ញុំស្ទើរតែក្អួតអាហារពេលព្រឹកបងស្រីបាយហៅខ្ញុំថាមីងដោយក្តីស្រឡាញ់យ៉ាងខ្លាំងទោះយ៉ាងណាក៏ដោយខ្ញុំបានឬឧត្តមសេនីយ៍វ័យក្មេងរបស់ឧត្តមសេនីយ៍ហេបានប្រយុទ្ធក្នុងសមរភូមិដ៏គួរឲ្យចាប់អារម្មណ៍តើពួកគេបានធ្វើឲ្យអស់ទ្រព្យសម្បត្តិរបស់សត្រូវមែនទេការដាក់ទណ្ឌកម្មគឺការដាក់ទណ្ឌកម្មប៉ុន្តែតានេះមិនមែនជាករណីដែលសមិទ្ធផលរបស់នរណាម្នាក់គ្រប់ដណ្ដប់លើចៅហ្វាយរបស់ប្រជាជននៅលើលោកនេះឥឡូវនេះស្គាល់តែឧត្តមសេនីយ៍ហេប៉ុណ្ណោះតើព្រះមហាក្សត្រគង់នៅឯណាក្រអឺតក្រទុំនិងគ្មានការអត់ធ្មត់នៅក្នុងតុលាការអធិរាជតើអ្នកអាចបំភ្លេចសេចក្តីសុចរិតដោយរបៀបណាទើបស្ត្រីវ័យក្មេងដែលបានទទួលការការពារបងប្រុសគាត់ពិតជាមនុស្សពូកែមែនអ្នកត្រូវតែជប់និយាយមិនសមហេតុផលហើយត្រូវស្មោះត្រង់នឹងប្រទេសជាតិតើអ្នកគិតថាអ្នកជានរណាហ៊ានប្រដៅយើងហាអ្នកទាំងអស់គ្នាបានឃើញច្បាស់ហើយឬនៅនេះជាម្ដាយបង្កើតរបស់ឧត្តមសេនីយ៍ហេតើអ្នកហ៊ានឆ្លើយចំពោះគាត់ដោយរបៀបណាឈប់សិនអ្នកទាំងអស់គ្នាជំនួយហាវាធ្វើឲ្យខ្ញុំខ្លាចស្លាប់ទៅយំនៅកន្លែងផ្សេងទៅបើមានអ្វីកើតឡើងចំពោះម្ដាយក្មេករបស់ខ្ញុំនៅថ្ងៃនេះចាំមើលថាតើ Hertz នឹងបកស្បែកអ្នកទាំងរស់ឬអត់វាមិនមែនដូចជាខ្ញុំរុញគាត់ចុះនោះទេរមៀលអ្នកទាំងពីរចុះពីលើភ្នំភ្លាមហើយរកជំនួយនាងជាស្រីកំណានវ័យក្មេងអ្នកទាំង4កាន់ខ្សែពួរដាក់ខ្ញុំចុះយឺតកុំលែងវាអីស្រីស្នេហ៍វ័យក្មេងឲ្យនេះគ្រោះថ្នាក់ពេកហើយខ្សែពួរប្រហែលជាមិនអាចទ្រាំទ្រនឹងវាបានគ្មានពេលទេបើម្ដាយក្មេកខ្ញុំរអិលដួលបន្ថែមទៀតគាត់ប្រកាសជាស្លាប់មិនខានដាក់យាយឲ្យភ្ញាក់ឡើងមីងរុនខ្ញុំដឹងថាអ្នកនឹងមកជួយសង្គ្រោះខ្ញុំកុំខ្លាចអីខ្ញុំនឹងដាក់ខ្សែពួរលើអ្នកនរណាម្នាក់នៅពីលើនឹងទាញអ្នកឡើងយឺត